nhom phong ta sầm lập luôn ấy thì cô cái lấy tới cồn chắc thôi chặt vịnh lăng tới nặt cồn lăng tới nặt cồn cô chư pê ca bị muốn chư pê chư bị muốn mi thì mẹ đọcไปchư pê nơi tập ấy nè ខ្សែជីវិតរបស់មនុស្សម្នាក់ៗគ្មាននរណាអាចដឹងមុនទេថានឹងមានអ្វីកើតឡើងនៅក្នុងជីវិតរបស់យើងមិនថាថ្ងៃនេះឬនៅថ្ងៃស្អែកនោះឡើយតួយ៉ាងដូចជាបុរសដ៏កំសត់ម្នាក់នេះលោកមានឈ្មោះថាសុភ័ក្រគឺជាអតីតកម្មករជីចរកៅស៊ូម្នាក់ដែលពិភពលោករបស់គាត់ត្រូវបានបំផ្លាញទាំងស្រុងក្នុងពេលតែមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះគ្រោះថ្នាក់ដ៏រន្ធត់បានឆក់យកសមត្ថភាពរាងកាយ ធ្វើឲ្យគាត់ខ្លាចជាជនពិការមិនអាចបំពេញការងារបានទៀតឡើយអ្វីដែលកាន់តែខ្លោចចិត្តមនុស្សជាទីស្រឡាញ់ដែលធ្លាប់បដិញ្ញារួមសុខរួមទុក្ខជាមួយក៏បានចាក់ឆ្ងាយពីលោកបន្សល់ទុកកូនតូចៗពីរនាក់នៅជាមួយយ៉ាងកំសត់ចាប់ពីថ្ងៃដែលខ្ញុំជួបគ្រោះថ្នាក់នឹងមកខ្ញុំរងទុក្ខនេះថាយើងមានវិបត្តិ ទីមួយយើងបាត់ជើងហើយយើងបាត់ខ្ញុំបាត់បងអវយវៈភេទនឹងទៀតខ្ញុំរត់ថ្ងៃខ្ញុំទឹកនោមខ្ញុំទូបងតាមស៊ីយ៉ូទេដល់ពេលលីមួកនោះក៏ខ្ញុំទូបងតាមបាពោះដែរអត់មានអីទៅត្រូវនេះទៀតទេខ្ញុំអស់ហើយលេងហើយទាំងជើងទាំងអវយវៈភេទអស់ហើយក្នុងគ្រាគ្រោះថ្នាក់ដ៏រន្ធត់នោះ បានធ្វើឲ្យរូបលោកធ្លាក់ខ្លួនទៅជាមនុស្សពិការដែលរូបលោកពិបាកទទួលយកការពិតនិងចង់បញ្ចប់ជីវិតខ្លួនឯងទៀតផងប៉ុន្តែតថភាពពិតមិនបានដុតបំផ្លាញគាត់ឡើយព្រោះតែសុភ័ក្រជាសមាជិកបសសខ្ញុំផងតែសម្រាប់ខ្លួនឯងទេព្រោះកលេចទៅកូនអញ្ចឹងធ្វើចិត្តវិញ ស្លឹងទៅអាណិតកូនស្លឹងទៅអាណិតកូនព្រោះឈឺពេកកាលពីមុនឈឺពេកឈឺពីមុនមានគ្នាម្នាក់ដល់ពេលឈឺពេកនៅតែ3នាក់បើសិនជាអត់មានបានបសសទេគឺគ្រួសារខ្ញុំក៏មិនអាចនឹងមានលទ្ធភាពព្យាបាលខ្ញុំដែរព្រោះគិតមើលយើងអស់មួយជំហានខ្លួនហើយយើងបាត់បង់ទាំងអវយវៈភេទទៀតយើងត្រូវការវះត្រូវការលុយ ដើម្បីឲ្យគ្រូពេទ្យព្យាបាលចំនួនប្រាក់នៃការព្យាបាលនៅពេទ្យកាលម៉ែតហ្នឹងអស់សាច់ប្រាក់ក៏ច្រើនដែរវាជិត $20,000 នោះដល់ពេលអញ្ចឹងបសសជួយខ្ញុំច្រើនក្នុងមួយខែផ្ដល់ឲ្យខ្ញុំប្រាក់ខែបាន$1,900,000 ហើយខ្ញុំបានប្រាក់បសសហ្នឹងយកមកផ្គត់ផ្គង់ក្នុងគ្រួសារតាំងពីឆ្នាំ 2020 ខែ 12 មករហូតខ្ញុំបានប្រាក់ឧបត្ថម្ភពីបសសហ្នឹងរហូតមកដល់ឆ្នាំ 2026 ហើយអញ្ចឹង 5 ឆ្នាំជាងហ្នឹងខ្ញុំធូរស្បើយច្រើនដែលមានបានបសសធានារ៉ាប់រងអាយុជីវិតខ្ញុំផ្ដល់ប្រាក់ខែដល់ខ្ញុំជីវិតពិតអាចនឹងដកហូតអ្វីៗគ្រប់យ៉ាងពីយើងក៏ប៉ុន្តែប្រព័ន្ធសន្តិសុខសង្គមនឹងមិនបណ្ដោយឲ្យសមាជិកតច្រកឡើយ បសសមិនត្រឹមតែការពីអ្នកនៅកន្លែងធ្វើការនោះទេប៉ុន្តែជាបង្អែកដ៏រឹងមាំការពីអ្នកនិងគ្រួសាររបស់អ្នកនៅគ្រប់កលៈទេសៈមិនថាថ្ងៃនេះឬថ្ងៃស្អែកឡើយស្ថានភាពរបស់គាត់ក្រោយពីគ្រោះថ្នាក់ហើយខាងខ្ញុំតែងតែព្យាយាមចុះសម្របសម្រួលពិនិត្យតាមដានទៅលើស្ថានភាពរបស់គាត់អ្វីដែលបសសផ្ដល់ឲ្យក្រោយពីវាតម្លៃហើយទី1សម្រាប់គាត់ផ្ទាល់ គឺគាត់ទទួលបានប្រាក់ធនលាភបាត់បង់សមត្ថភាពអចិន្ត្រៃយ៍ 100% បើគិតជាទឹកលុយគឺបានរហូតដល់1,900,000 ក្នុងមួយខែហើយមិនតែប៉ុណ្្នឹងទេគឺគាត់បានឧបករណ៍ជំនួយមានន័យថាឈើច្រត់សម្រាប់សម្រួលការរស់នៅប្រចាំថ្ងៃរបស់គាត់ផងដែរខ្ញុំសូមអរគុណដល់ខាងបេឡាជាតិបសសហ្នឹងគាត់បាន បំពេញតួនាទីបានល្អគាត់បានមកចុះផ្ទាល់ដល់ប្រជាពលរដ្ឋដែលមានបានបសសហ្នឹងអញ្ចឹង
មានបសសមួយដូចមានពេទ្យនៅក្បែរខ្លួន អរគុណបសសដែលជួយគ្រួសារខ្ញុំនិងជួយប៉ារបស់ខ្ញុំដល់ថ្ងៃនេះអត់បសសគ្រួសារខ្ញុំពិបាក បសសជានិមិត្តរូបនៃសុខភាពនិងសុភមង្គលគ្រួសារអ្នក